បាទនេះគឺជាបាតុភូតច័ន្ទគ្រាសបាទចឹងមិនថ្ងៃមិញហ្នឹងក្តៅមែនតើអាកាសធាតុក្តៅស្ទើរតែទ្រាំបំបានអញ្ចឹងហើយពេលវេលាអូសបន្លាយរហូតដល់ម៉ោង6ជាងទៅហើយ6ជាងរសៀលល្ងាចទៅហើយមេឃនៅតែភ្លឺអញ្ចឹងណាបាទក្រយប់យើងនិយាយភាសាសាមញ្ញទៅតាមជំនឿជនជាតិចិនបរិយាកាសបែបនេះគេកំណត់ថាពពួកអមនុស្សមានអីខ្លះយើងដឹងហើយយើងមិននិយាយទេណានាំតែខ្លាចដើរពេលថ្ងៃអញ្ចឹងណាបាទដើរពេលថ្ងៃដែលឡែកនៅពេលយប់វិញមុននេះនិយាយពីថ្ងៃមានក្រយប់អញ្ចឹងណាម៉ោង6ជាងហើយនៅភ្លឺអញ្ចឹងទៅមួយយើងល្ងាចអញ្ចឹងណានេះពេលថ្ងៃដល់ពេលយើងមើលពេលយប់វិញព្រះពន្លឺព្រះច័ន្ទដ៏ភ្លឺថ្លាត្រូវបានបិទបាំងដោយពន្លឺខ្មៅមួយយ៉ាងពេលខ្លះខ្មែរយើងហៅរាហូពេលខ្លះក៏អីចឹងទៅណាបាទប៉ុន្តែនៅពេលដែលពន្លឺខ្មៅបាំងប្រច័ណ្ឌបែបនេះជំនឿបុរាណក៏ដូចគ្នាដែរថាពួកអមនុស្សខ្លាចពន្លឺប្រច័ណ្ឌដែរអញ្ចឹងណាបាទអញ្ចឹងក៏បាំងពន្លឺប្រច័ណ្ឌហ្នឹងក៏ធ្វើឲ្យពួកគេហ្នឹងដើរយប់ដែរអញ្ចឹងណាអញ្ចឹងមានន័យថាដើរទាំងយប់ដើរទាំងថ្ងៃពួកអមនុស្សណាមានអីចឹងទៅខ្មោចមានអីចឹងទៅណាតាមស្រុកចិនស្រុកខ្មែរចឹងទៅមានខ្មោចអីខ្លះយើងដឹងហើយនៅបរទេសក៏ដូចគ្នាអញ្ចឹងណានេះជំនឿរបស់ជនជាតិចិនហើយយើងដឹងជាគ្រប់ស្ទើរតែគ្រប់គ្នាហើយណាក្នុងកុនចិនក៏គេនិយាយក្នុងរឿងព្រេងរបស់ចិនក៏និយាយរឿងអីផ្សេងចិនសាយចិនក៏គេនិយាយចឹងណាមានច្រើនណាក្នុងប្រពៃណីចិនណាឥឡូវយើងមកកលេចមកប្រពៃណីខ្មែរយើងម្ដងខ្មែរយើងមានរឿងរ៉ាវច្រើនតាក់ទងទៅនឹងរាហូចាប់ច័ន្ទហ្នឹងបាទហើយអ្វីដែលលោកខ្ញុំបានដឹងច្រើនជាងគេនោះគឺថាគេប្រៀបធៀបពពកខ្មៅហ្នឹងឬក៏អ្វីដែលខ្មៅហ្នឹងជារាហូអញ្ចឹងណាហើយប្រច័ណ្ឌយើងហ្នឹងគឺទៅជាកុសលធម៌វិញរាហូគឺអកុសលធម៌អញ្ចឹងនៅពេលដែលរាហូលាប្រច័ណ្ឌនឹងផុតមានន័យថាក្នុងសករាជហ្នឹងក្នុងកំឡុងពេលហ្នឹងអាចថា5ឆ្នាំ10ឆ្នាំឬក៏20ឆ្នាំឬក៏ពេលខ្លះដល់ទៅ50ឆ្នាំផងវាអាស្រ័យទៅហេតុដែលកើតឡើងបន្តអញ្ចឹងណាបើលេបផុតមានន័យថាមនុស្សល្អពិបាករស់ហើយអញ្ចឹងណាបាទបើលេបផុតយូរក្រនឹងត្រឡប់មកវិញមនុស្សល្អពិបាករស់យូរអញ្ចឹងដែរទៅអញ្ចឹងណាហើយពេលខ្លះក៏លេបផុតក៏ឆាប់ត្រឡប់មកពន្លឺវិញអញ្ចឹងមានថាមនុស្សល្អហ្នឹងគាត់រងទុកតិចបាទដោយឡែកចំពោះស្ថានភាពប្រច័ណ្ឌដែលយើងកំពុងឃើញនេះឃើញថារាហូលេបអត់បានទេណានៅលេបចិត្តផុតប៉ុន្តែនៅចនិតសក់នៅមានធម្មពលហើយជាតែដេញរាហូនឹងចេញទៅវិញអញ្ចឹងណាខុសពីសពម្ដងអញ្ចឹងនេះយើងមិនចេះក្បួនហោរាពីដើមប៉ុន្តែតែគាត់ថាយើងចេះតែស្ដាប់ហោរាចេះតែស្ដាប់ក្បួនបុរាណទៅអាការសភាពការបែបហ្នឹងសន្មតថាមនុស្សល្អនឹងប្រសើរមនុស្សដែលកាន់កុសលធម៌នឹងឈ្នះវិញអញ្ចឹងណាហ្នឹងហើយអ្វីដែលខ្ញុំបានឃើញនេះឃើញថារាហូមិនអាចលេបប្រច័ណ្ឌបានហើយពន្លឺនៃប្រច័ណ្ឌចេះតែរីកធំទៅវិញដេញរាហូវិញអញ្ចឹងណាអញ្ចឹងចាប់ពីពេលនេះទៅម៉ោងនេះទៅសន្មតថាបុគ្គលដែលកាន់ប្រកាន់ខ្ជាប់នឹងអំពើល្អកុសលធម៌ភាពត្រឹមត្រូវទាំងក្នុងការងារក្តីទាំងក្នុងការទទួលទួនប្រកបរបរជីវកម្មផ្សេងក្តីអ្នកនយោបាយក្តីណាសពអ្នកសាសនាក្តីណាដែលត្រឹមត្រូវដែលល្អផូរផង់មានគុណធម៌មានសិលធម៌បានគប់នៅគោលការណ៍សុចរិតនឹងមានប្រៀបទៅលើក្រុមដែលប្រព្រឹត្តមិនល្អបៀតបៀនអ្នកដទៃដោយកាយវាចាចិត្តដោយអំណាចដោយសិលដោយធម៌អញ្ចឹងណាព្រោះអ្នកខ្លះអ្នកខាងសាសនាគេចេះសិលទៀតជាវេទអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងឃើញដូច្នេះក្រុមនឹងថយអធិពលមនុស្សល្អនឹងឈ្នះវិញបីត្បិតតែវាស្ថិតនៅក្នុងជាជំនឿក៏ដោយប៉ុន្តែវាហាក់បីជាការសណ្ដំផ្លូវចិត្តមួយដែរដល់យើងដែលជាប្រតិជនណារកស៊ីសមាអាជីវក្នុងសេដ្ឋកិច្ចគ្រួសារសង្គមយើងមានក្តីសង្ឃឹមថាយើងនឹងអាចរីកចម្រើនឡើងវិញណាតាមការព្យាករណ៍នៃប្រច័ណ្ឌនេះអញ្ចឹងបើទោះបីជាជំនឿនេះវាស្ថិតនៅក្នុងជំនឿក្តីក៏វាជួយលើកទឹកចិត្តយើងបានមួយចំណែកដែរណាអញ្ចឹងយើង
ក៏រៀនទទួលយកវាទៅអញ្ចឹងទន្ទឹមនឹងបច្ចានរិចវិញរាហូមិនអាចលៀបបានហ្នឹងយើងសង្កេតឃើញថាទីមេឃហ្នឹងក៏ស្រស់ថ្លាគ្មានពពកអ្វីសោះណាស្រឡះទេអ្វីទៅតែផ្កាយមានតិចក្តីក៏បង្ហាញពីភាពស្រឡះល្អអញ្ចឹងទីមេឃស្របពេលដែលបច្ចានយើងឈ្នះរាហូទាំងព្រមថាបរិយាកាសល្អដែលរឹតតែឲ្យយើងហ៊ានសន្និដ្ឋានថាមនុស្សល្អការកាន់ខ្ជាប់នៅអំពើល្អពិតជាមានអត្ថប្រយោជន៍ក្នុងសង្គមរុញច្រានឲ្យយើងរឹតតែប្រព្រឹត្តអំពើល្អថែមទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងចិត្តណាអរគុណ